បាទជាទៅសួរនៅទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំមានតកតងនឹងប្រធានបទថ្មីបង្ហាញជូនអ្នកនរគ្នាចឹងសម្រាប់ថ្ងៃនេះខ្ញុំបង្ហាញជូនអ្នកនរគ្នា3ក្បាច់ដើម្បីធ្វើឲ្យតារាងស្អាតហើយយើងអាចធ្វើការ design ក៏ដូចជាធ្វើឲ្យតារាងនៅក្នុង Microsoft Word របស់យើងនឹងមើលទៅមានភាពទាក់ទាញអូខេចឹងដំបូងយើងមានតកតងនឹងក្តារមួយប៉ុន្តែខ្ញុំត្រូវការក្តារតកតងក្តារផ្ដេកចឹងខ្ញុំចូលមកកាន់ layout ខ្ញុំរើសតកតង landscape មកចឹងទាំងអស់គ្នាដឹងហើយតើកាលណាមើលវីដេអូរបស់ខ្ញុំបានបង្ហាញតកតងនឹងការកំណត់ក្តារអស់ហើយចឹងលើកនេះខ្ញុំកំណត់ឲ្យទាំងអស់គ្នាមើលម្ដងទៀតវីដេអូក្រោយៗទៀតខ្ញុំនឹងធ្វើការចូលទៅកាន់សាច់រឿងម្ដងបាទចឹងយើងយកបានប៉ុណ្ណេះហើយយើងអាចចូលមកកាន់ insert ហើយធ្វើការដាក់តារាងមកចឹងអានឹងរបៀបទី1បាទចឹងពេលដែលយើងដាក់តារាងយើងអាចទាញវាមកខាងក្រោមចាឬក៏បន្ទូចធំចាប៉ុន្តែជាក់ស្ដែងទាំងអស់គ្នាមើលតារាងរបស់យើងអត់ស្មើទេបើចង់ឲ្យស្មើគឺវិធី1បាទរបៀបទី1យើងធ្វើការមកស្ដាំឬពាក្យ table property បាទហើយយើងរើសពាក្យ center ចឹងleft right ហើយនឹង center ហ្នឹងគឺយើងមានខុសគ្នាបើសិនតែខាងឆ្វេងគឺ table របស់យើងចាប់ផ្ដើមពីខាងឆ្វេងតែបើ center table របស់យើងនៅកណ្ដាលហើយនឹង right គឺ table របស់យើងនៅខាងស្ដាំចឹងខ្ញុំរើសតទៅនឹង center ដើម្បីដាក់ឲ្យ table របស់យើងនៅកណ្ដាលចឹងយើងអាចមើលបានខាងនេះ space ប៉ុណ្ណេះហើយខាងឆ្វេងគឺ space ប៉ុណ្ណេះចឹងមានន័យថាយើង space គឺស្មើគ្នាហើយចឹងមួយទៀតយើងអាចទាញតារាងរបស់យើងមកក្រោមទោះបីយើងទាញប៉ុណ្ណាក៏ពេលដែលយើងដាក់ទៅនឹង center ហើយតារាងរបស់យើងគឺវានឹងញែកกระดาษឲ្យស្មើតែម្ដងបាទអញ្ចឹងរបៀបទី2ធ្វើម៉េចទៅគឺដើម្បីឲ្យដឹងថាតារាងរបស់យើងស៊ីនៅកលៀតរបស់យើងហើយនៅយើងអាចប្រើរបៀបមួយទៀតយើងអាច select ទាំងអស់ក៏បានឬក៏យើងចុចឲ្យចំនៅ table ដែលយើងចង់ដាក់អត់មានកន្លែងទេយើងចង់ចុចកន្លែងណាក៏បានយើងចុចកន្លែងនេះមកហើយយើងធ្វើការចូលមកកាន់ layout បន្តមកទៀតយើងរើសពាក្យថា auto បាទ auto fit អញ្ចឹង auto fit នៅក្នុង Microsoft Word នេះមុខងារវាគឺយើងចុចមកវាគឺវាកម្លាតនៅក្នុង margin ទាញឲ្យស្មើសងខាងតាក់ទងតារាងរបស់យើងគឺស្មើអញ្ចឹងទាំងអស់គ្នាអាច control P មើលបានអញ្ចឹងយើងនឹងឃើញរបស់យើងគឺស្មើស្អាតអត់មានកន្លាច់ខាងណាទេបាទអញ្ចឹងយើងអាចយល់ពីរបៀបហ្នឹងហើយរបៀបមួយទៀតយើងនឹងធ្វើការចាក់តែ border ជុំវិញតារាងរបស់យើងទេអានឹងយើងធ្វើម៉េចមានថា border ជុំវិញតារាងរបស់យើងគឺមាន border 2ជុំវិញគ្នាអញ្ចឹងខ្ញុំធ្វើការ select ទាំងអស់ហើយខ្ញុំរើសកន្លែង design ម្ដងចឹង design បើសិនតែយើងមើល design មាន2 layout មាន2ក៏ប៉ុន្តែយើងរើសយកអាខាងស្ដាំទាំងអស់ខាងលើបារបស់យើងគឺយើងរើសយក design ទៅមកទៀតយើងចុចកន្លែង style នេះបាទអញ្ចឹងខ្ញុំឆ្លាញ់ថាពើក្រហមចុះរឿងឆ្លោះអញ្ចឹងយើង select តារាងអស់ហើយណាមិញបាទទៅមកទៀតយើងចុចកន្លែង double solid line មានន័យថាយើងចុចពើក្រហមនេះប៉ុន្តែវាអត់មានអីកាត់ឡើងទេបើយើងយកមកគូក៏បានប៉ុន្តែការគូគឺយើងនឹងអាចនឹងខុសជាង view យើងមិនបាច់គូទេយើងចូលមកកាន់ border ហើយរើសពាក្យថា outside border អញ្ចឹងពាក្យថា outside គឺយើងពិតជុំវិញហើយគឺយើងមិនបាច់ទៅរើសទេអូខេអញ្ចឹងនេះជា style បាទគេថា table របស់យើងគឺបាន style អញ្ចឹង3របៀបនេះយើងនឹងឃើញ table របស់យើងគឺស្អាតបាទស្អាតត្រង់ថាម៉េចគឺយើងអាចមើលបានព្រោះវាមាន space សងខាងស្មើហើយតើតើការ design កន្លែងសុំជុំវិញគឺយើងអាចធ្វើបានបាទចឹងទាំងអស់គ្នាខ្ញុំមានតែប៉ុណ្្នឹងទេក្នុងវីដេអូនេះសង្ឃឹមថាបងប្អូនយល់ហើយចាប់បានតើតើការធ្វើតារាងបែបនេះងាយៗនៅ3វិធីនេះ